ជីវិតពេលមានបញ្ហាសាកផ្លាស់ប្ដូរពីជាងអ៊ុតសក់មកជាអ្នកផលិតវីដេអូឬក៏ជាអ្នកផ្សព្វផ្សាយផលិតផលចា៎ដោយសារតែចង់រកដំណោះស្រាយដើម្បីតជីវភាពដើម្បីតអឺផ្លាស់ប្ដូរពីមុខរបរដែលបានគាំងតាំងពីសម័យ Covid មកក៏ចាបងប្អូនហ្នឹងហើយសួរបងប្អូនចាជិះកង់ហាត់ប្រាណទៅលើភ្នំនៅខាងជើងភូមិឃើញកាលនៅក្មេងអត់សូវមានតែគេចាក់ឥឡូវនៅក្នុងការធ្វើគឺខ្ញុំមានការតស៊ូព្យាយាមខ្លាំងណាបងប្អូននេះថតបងស្រីគាត់ចាក់នំចានំនឹងឆ្ងាញ់នៅស្រុកនៅតាមមាត់ទន្លេបងប្អូនហ្នឹងហើយនំនៅស្រុកអ្វីនៅស្រុកហ្នឹងគឺរៀងឆ្ងាញ់បងប្អូនមិនថានំមិនថាបាយមាន់គេធ្វើបាយមាន់លក់អីឯងបងប្អូនមិនថាគេធ្វើផាក់ឡូវអីគឺឆ្ងាញ់នៅស្រុករៀងប្លែកហ្នឹងហើយបងប្អូនអញ្ចឹងងាកមកការធ្វើវីដេអូរបស់នាងខ្ញុំវិញគឺខ្ញុំព្យាយាមទៅថតនៅចំការបងប្អូននេះចំការទុរេនរដូវស្រោចទឹកដូចឥឡូវអញ្ចឹងនេះកំពុងតែស្រោចទឹកហើយថតនៅមាត់ទន្លេចា៎តែយើងនៅក្មេងគឺយើងអត់មានខ្វល់អត់មានការទុកអីទាំងអស់ដឹងតែថាញ៉ាំដឹងតែថាគេងអញ្ចឹងគឺអត់អារម្មណ៍យើងគឺទទេស្អាតគឺអត់មានបារម្ភអីទេដល់ពេលយើងមានវ័យឆ្លងកាត់រហូតដល់យើងអាយុប៉ុណ្ណឹងទៅគឺដំណើរជីវិតវាមានការឆ្លងកាត់ច្រើនចាអញ្ចឹងវាអត់ចេះតែងាយស្រួលទេចាដំណើរជីវិតគឺជាការឆ្លងកាត់គ្រប់រសជាតិផ្អែមល្វីងជូរចត់ចាជីវិតគ្រប់គ្នាគឺត្រូវតែជួបរឿងបែបហ្នឹងមិនថាយើងមិនថាគេជួបខុសគ្នាយើងជួបបែបនេះទៅគេជួបបែបផ្សេងទៅអញ្ចឹងណាបងប្អូនតែជួបប៉ុនយើងនេះក៏ហៅថាលក្ខណៈថាបងគួរដែរវាមាននេះខ្លាំងជាងយើងទៀតចាបងប្អូនគឺឧស្សាហ៍ទៅថតនៅមាត់ទន្លេហើយនេះនៅក្រោយផ្ទះចាថតគ្រប់កន្លែងណាបងប្អូនហ្នឹងហើយដោយសារតែព្យាយាមខ្លាំងណាហ្នឹងហើយតែមិនទាន់បានសម្រាប់ទេហើយអាយុច្រើនអាចលក្ខណៈថាជាជាមីងជារៀងចំណាស់ដែរហើយឡើងធ្វើលែងចង់កើតដែរនឹងបងប្អូនតែដោយសារនៅស្រឡាញ់នៅតែធ្វើបន្តតិចទៀតចាទោះបានលទ្ធផលបែបណាក៏ធ្វើដោយក្តីស្រឡាញ់អរគុណ